អូខេជំរាបសួរក៏ដូចជាសួស្តីទៅដល់បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាននឹងបង្រៀនបងប្អូនទាំងអស់គ្នាអំពីកាត់តរូបភាពតាម Google អ្នកនរគ្នាអញ្ចឹងយើងគ្រាន់តែចូលតាមកម្មវិធី Google អ្នកនរគ្នាចុចពាក្យ Google ក៏បានជ្រោមក៏បានអ្នកទាំងអស់គ្នាវាអក្សរថា remote bg អ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាវាយអក្សរ O មក E M OVE តែមកអ្នកនរគ្នាដកឃ្លាបន្តិចមកដាក់ BG អញ្ចឹងអ្នកនរគ្នាចុច seek រកវាមកអ្នកនរគ្នានេះអ្នកនរគ្នាយើងយកខាងលើគេយើងយកខាងលើគេនេះមកហ្នឹងហើយហើយបន្តមកវានឹងចេញជាតម្រងបែបនេះវានឹងចេញជាតម្រងបែបនេះអ្នកនរគ្នានេះគឺជារូបដែលវាប្រាប់យើងនេះគឺជារូបដើមហើយនេះគឺជារូបកាត់តកាត់ហើយកាត់ background ខាងក្រោយហើយអញ្ចឹងអ្នកទាំងអស់គ្នាយកពណ៌ខៀវខាងលើនេះមកយើងចុចអាខៀវនេះមកបន្ទាប់មកអ្នកទាំងអស់គ្នាដាក់រូបអ្នកទាំងអស់គ្នាយើងចង់កាត់រូបណាអញ្ចឹងណាអ្នកទាំងអស់គ្នាចាំតិចអស់នេះខ្ញុំបងរូបអូខេឥឡូវខ្ញុំដាក់រូបនេះចុះរូបខ្ញុំនៅខាងលើនេះអញ្ចឹងកម្មវិធីនេះតើយើងបើកអ៊ីនធឺណិតដែរអ្នកនរគ្នាមិនវាកាត់ឲ្យយើងអញ្ចឹងរងចាំតិចអ្នកនរគ្នាវាកំពុងតែកាត់ background ខាងក្រោយឲ្យយើងឯងអ្នកនរគ្នាហ្នឹងហើយចាំតិចអ្នកនរគ្នាព្រោះអីវាបើកអ៊ីនធឺណិតវាយូរបន្តិចអូខេឥឡូវវាចាប់ផ្ដើមកាត់ហើយនេះអ្នកនរគ្នាវាកាត់ background បាត់អស់លេងតែម្ដងហើយកាត់ស្អាតទៀតគឺស្អាតអត់អ្នកនរគ្នាអញ្ចឹងបន្តមកអ្នកនរគ្នាចុចអាពណ៌ខៀវនេះមកចុចពាក្យថា download មកពណ៌ខៀវខាងក្រោមនេះអ្នកនរគ្នានេះខ្ញុំអស់ចាំតិចអ្នកនរគ្នាអ្នកនរគ្នាចុចអា QQ នេះមកដើម្បី download វាអូខេអញ្ចឹងវាកំពុងតែ download វាពេញហើយអ្នកនរគ្នាអញ្ចឹងយើងចូលមើលកន្លែងរូបភាពរបស់យើងមកយើងចូលកន្លែងរូបភាពរបស់យើងមកអ្នកនរគ្នានេះអ្នកនរគ្នានេះគឺជារូបដែលខ្ញុំកាត់ហើយមិញណាអ្នកនរគ្នាឃើញស្អាតអត់អ្នកនរគ្នាគឺអត់មានមើលទៅកាត់ឆក់ឡើយណាទេនិយាយទៅកាត់ស្អាតហើយនេះគឺជារូបដើមរបស់ខ្ញុំមើលខ្ញុំដាក់រូបដើមរបស់ខ្ញុំឲ្យមើលសិននេះអ្នកនរគ្នានេះគឺជារូបដើមរបស់ខ្ញុំអ្នកនរគ្នាខ្ញុំអត់តន់កាត់ background ខាងក្រោយហើយបន្តមកនេះរូបខាងលើនេះគឺជារូបដែលខ្ញុំបានកាត់ហើយចូលក្នុងកម្មវិធី Google មិញអ្នកនរគ្នាគ្រាន់តែវាយអក្សរដូចខ្ញុំមកគឺនឹងបានដូចខ្ញុំហើយអញ្ចឹងបើសិនជាយើងចង់កាត់តរបៀបចូលតាមPixArt អីចឹងយើងឥឡូវខ្ញុំឧទាហរណ៍ឲ្យអ្នកនរគ្នាមើលក៏បានដែរយើងចុចall photo មកយើងយក background មួយណាក៏បានដែរឥឡូវខ្ញុំយកពណ៌នេះចុះឥឡូវខ្ញុំយកពណ៌លឿងចុះចាំតិចអ្នកនរគ្នាចឹងអ្នកនរគ្នាគ្រាន់តែយើងយកអារូបដែលយើងបានកាត់ហើយមិញហ្នឹងនេះខាងលើនេះអ្នកនរគ្នាយើងយករូបហ្នឹងមកយើង add វាមកឃើញអត់អ្នកនរគ្នាអត់មាន background ខាងក្រោយទេចឹងវាកាត់ហើយស្អាតហើយចឹងយើងស្រឡាញ់យើងចង់ដាក់មិនក៏បានឃើញអត់អ្នកនរគ្នាយើងចង់ដាក់ប៉ុណ្ណាក៏បានជាការស្រឡាញ់របស់យើងហ្នឹងហើយឃើញអត់អ្នកនរគ្នាងាយស្រួលទេអ្នកនរគ្នាគឺវាកាត់លឿនទៀតអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអ្នកនរគ្នាអរគុណសម្រាប់ការចូលមើលហើយបងប្អូនអ្នកនរគ្នាកុំភ្លេចជួយចុច subscribe ផងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាទ